បាទជំរាបសួរបងប្អូនទាំងអស់គ្នាតោះយើងថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាវិញម្ដងទៀតតាក់ទងជាមួយនឹងការករណីត្រៀមប្រឡងសិស្សប្រកែបាទគឺយើងរកតម្លៃកន្សោមថ្ងៃនេះបាទអញ្ចឹងចម្លើយបាទអញ្ចឹងយើងពិនិត្យមើលក្នុងហ្នឹងកន្សោម A គេឲ្យរួចជាស្រេចហើយអញ្ចឹងកគេឲ្យយើងដាក់កន្សោម A ជាផលគុណកតាដឺក្រេទី1បាទដាក់កន្សោម A ជាផលគុណបាទនៃកតាដឺក្រេទី1បាទដឺក្រេទី1អញ្ចឹងយើងពិនិត្យមើលនៅក្នុងហ្នឹងគឺយើងយកកន្សោម A របស់យើងមកបាទយកកន្សោម A របស់យើងមកណាកន្សោម A នេះកន្សោម A អញ្ចឹងខ្ញុំសរសេរចេញពីនេះទៅវាអត់គ្រាន់ណាវាវែងដែរអញ្ចឹង A វាស្មើជាមួយនឹង x ដក1ហើយដកជាមួយនឹង 3x ដក2ទាំងអស់ហ្នឹងលើកឡើងជាការ៉េហើយដកអីអូនគឺដកនេះរបស់យើងអញ្ចឹងយើងពិនិត្យមើលរបស់យើងគឺ x ដក1លើកឡើងជាការ៉េទៅមុខទៀតអស់អត់អូនបាទអូននៅសល់ខ្លីដែរអត់ទេនេះសាក់លមើលសិនណាអូនណាបើអត់ខ្ញុំលុបចេញបាទ3ហើយ x ដក2លើកឡើងជាការ៉េបិទមកវិញបាទអស់ទេអូអត់អីទេអស់ហើយណាបាទអញ្ចឹងឥឡូវយើងបានហើយនេះគឺជាអ្វីដែលគេឲ្យមកហើយគេឲ្យយើងដាក់វាជាដឺក្រេទី2ដឺក្រេទី1 sorry ដាក់ជាផលគុណកតាដឺក្រេទី1កន្សោមនេះគេឲ្យយើងមកតែគេឲ្យយើងដាក់អាហ្នឹងជាផលគុណកតាដឺក្រេទី1អញ្ចឹងឥឡូវខ្ញុំពន្លាតអានេះសិនពន្លាតវាសិនមកអញ្ចឹងយើងបានចូលក្នុងរូបមន្ត A ដក3លើកឡើងជាការ៉េរូបមន្ត A ដក3លើកឡើងជាការ៉េហ្នឹងមិនវិញអូននេះរូបមន្ត A ដក B លើកឡើងជាការ៉េវាបាន A ការ៉េដក 2AB បូក B ការ៉េនេះរូបមន្តវាយើងយករូបមន្តហ្នឹងយកមកប្រើមកណាអញ្ចឹងយើងបាន A ការ៉េនេះ A វាហើយការ៉េហើយដក 2Aវានេះ B នេះ B វាបូក B ការ៉េ B ការ៉េគឺ 3x ដក2លើកឡើងជាការ៉េអូនណាបាទអញ្ចឹងនៅសល់ឲ្យចំកតុយនេះសល់ចំកតុយហ្នឹងខ្ញុំអាចលុបពងក្រចកបាននេះលុបគ្នាបខាងក្រៅនេះយើងនៅសល់ x ដក1ទាំងអស់លើកឡើងជាការ៉េដក 3x ដក2ទាំងអស់លើកឡើងជាការ៉េអញ្ចឹងយើងអាចស៊ីសងវាមកបាទស៊ីសងមកអានេះ x ដក1លើកឡើងជាការ៉េដក x ដក1លើកឡើងជាការ៉េ0ហើយនេះ3x ដក2លើកឡើងជាការ៉េស៊ីសង 3x ដក2លើកឡើងជាការ៉េ0អញ្ចឹងចម្លើយរបស់យើងនៅសល់តែដក2កតា x ដក1កតា 3x ដក2បាទសល់ប៉ុណ្ណឹងបាទអញ្ចឹងដូចនេះបានហើយតោះដូចនេះ
a របស់យើងស្មើនឹង2ដក2 sorry ដក2កតាជាមួយនឹង x ដក1ហើយកតាជាមួយនឹង 3x ដក2បាទនេះរបស់យើងអញ្ចឹងយើងបានហើយចំណុចកហើយនៅចំណុចខអញ្ចឹងចំណុចខគេឲ្យយើងសម្រួលកន្សោមនេះហើយរួចកណនាតម្លៃនៃ x ចំពោះ b ស្មើនឹងរឹស2បាទអញ្ចឹងគេឲ្យយើងសម្រួលសិនអញ្ចឹងខសម្រួលb ដែលមានតម្លៃ a ស្មើនឹង 2x ដក2បាទអញ្ចឹង b យើងមានតម្លៃ a លើ 2x ដក2តែតម្លៃ a យើងគឺដក2កតាតម្លៃ a យើងដក2កតា x ដក1នេះហើយកតាជាមួយនឹង 3x ដក2លើអានេះខ្ញុំទាញ2ជាកតាមកបាន x ដក1បានប៉ុណ្ណាមើលសិនដាច់អត់អត់ទាន់ដាច់ទេបាទអញ្ចឹងឥឡូវយើងពិនិត្យមើលយើងបានប៉ុណ្ណឹងនេះអញ្ចឹងយើងអាចសម្រួលវាចោលអញ្ចឹងនៅសល់ដកនេះប៉ុណ្ណេះបាទអញ្ចឹងខ្ញុំសូមលុបកន្លែងណាមួយអស់កន្លែងសរសេរបាទលុបពីលើមកអូនអស់បាទលុបពីលើមកទៅបាទឥឡូវយើងពិនិត្យមើលបន្តទៅទៀតយើងសម្រួលវាចោលអូនណានេះសម្រួលចោលអានេះសម្រួលចោលអញ្ចឹងនៅសល់តែបាទ b របស់យើងនៅសល់តែដក 3x ដក2បាទកតាដែលសម្រួលយើងឲ្យលក្ខខណ្ឌវាបន្តិចមកណាបាទ x ខុស2នេះយើងត្រូវឲ្យ x ដក1ខុសពី0អញ្ចឹងឥឡូវយើងឲ្យ x ដក1ខុសពី0យើងរុញឆ្លងទៅបាន x ខុសពី1បាទនេះរបស់យើងអញ្ចឹងចម្លើយយើងឃើញហើយប៉ុណ្ណឹងបាទដូចនេះតម្លៃ b របស់យើងស្មើនឹងដល់ 3x នេះលុបវងកញ្ចក់ចេញណាដូរសញ្ញាខាងក្នុងព្រោះនេះសញ្ញាដកនៅខាងក្រៅនេះដូរជាដក 3x នេះដូរទៅជាបូក2បាទចម្លើយយើងឃើញប៉ុណ្ណឹងហើយក្នុងសំណួរខនឹងដដែលគឺគេឲ្យយើងកណនាតម្លៃ x ចំពោះបាទកណនាតម្លៃ x ចំពោះ b ស្មើនឹងរឹស2បាទពុះ b ស្មើនឹងរឹស2ខ្ញុំលុបចេញអស់នេះបាទឥឡូវយើងមើលបន្តទៅទៀតតកតងជាមួយនឹងអាណាb របស់យើងគឺយើងមានហើយ b យើងមានប៉ុណ្ណឹងអញ្ចឹង b របស់យើងគឺស្មើនឹងអីគេដកស្មើនឹងរឹស2តែតម្លៃ b គឺដក 3x បូក2ស្មើនឹងរឹស2យើងរុញវាឆ្លងមកណារុញឆ្លងមកអញ្ចឹងយើងបានដក 3x រុញអានេះឆ្លងបានដក2បូករឹស2ហើយ 3x បានន័យថា3គុណនឹង x គុណរុញឆ្លងដូរទៅជាចែកឥឡូវខ្ញុំផ្ដាច់វាបានហើយ
ដាច់វាចឹងចេញពីគ្នាមកនេះបដាច់ទៅយើងបានដ2លើដ3ចឹងដកចេញបូក2លើ3អានេះបានដកឬ2លើ3បាទចម្លើយយើងឃើញប៉ុណ្ណឹងបាទបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងបាទសុខសប្បាយសំណាងល្អបាយបាយ